បាទសួស្តីបងប្អូនទាំងគ្នាចឹងនៅក្នុងវីដេអូនេះគឺយើងមកសាកបន្តតាក់ទងទៅលើឧបករណ៍ clone step 2 របស់យើងបាទចឹងតាក់ទងទៅលើ clone step 2 របស់យើងនៅត្រង់ណាហើយយើងប្រើវាបែបម៉េចចឹងយើងចូលទៅក្នុងកម្មវិធីរបស់យើងទាំងអស់គ្នាអូខេអញ្ចឹងមកមើលតាក់ទងទៅលើ clone step 2 របស់យើងគឺយើងមាន2ទៅលើ clone step 2 ហើយនិង pattern step 2 របស់យើងបាទអញ្ចឹងយើងដំបូងយើងមកមើលតាក់ទងទៅលើ clone step 2 របស់យើងសិនបាទ clone step 2 របស់យើងប្រើវាសម្រាប់ធ្វើការចម្លងបាទចម្លងទៅលើរូបឬក៏ទៅលើវត្ថុអីមួយអញ្ចឹងយើងអាចធ្វើការប្រើទៅលើឧបករណ៍មួយនឹងបាទអញ្ចឹងតើតឹងទៅលើ option នៃការប្រើប្រាស់អត់ខុសអីពីការប្រើទៅលើ brush ដូចគ្នាដែរកន្លែងនេះណាបាទអញ្ចឹងយើងមកមើលតើតឹងទៅលើឧបករណ៍មួយនេះយើងធ្វើការចម្លងមួយហើយកន្លែងនេះឧទាហរណ៍កន្លែងនេះខ្ញុំមកមើលកន្លែង clone step clone source របស់យើងនេះសិនអញ្ចឹងកន្លែងនេះយើងដាក់វាប៉ុណ្ណឹងសិនមកយើងដាក់វាចូលកន្លែងនេះបន្តទៀតខ្ញុំធ្វើការចម្លងរូបមួយនេះដាក់មកឈៀងខាងនេះអញ្ចឹងខ្ញុំធ្វើការចុច alt មួយជាប់ចុច alt ណាហៅ alt មួយជាប់ឃើញលើវាប៉ក់ខ្ញុំធ្វើការចម្លងវាទៅនេះមកដាក់ស្មើរបស់គេក៏បានដែរហើយយើងផាត់វាអញ្ចឹងមកនេះយើងបានរូបមួយទៀតឃើញណាយើងបានរូបមួយទៀតយើងអាចធ្វើការចម្លងបែបហ្នឹងបានមួយទៀតបាទណាគឺងាយបែបហ្នឹងឬក៏មួយទៀតយើងធ្វើការចម្លងបែបលក្ខណៈថាបំបត្តិមុនបាត់អីបានដូចគ្នាណាកន្លែងហ្នឹងយើងអាចធ្វើការចម្លងបែបហ្នឹងក៏បានដែរឥឡូវឧទាហរណ៍ខ្ញុំធ្វើការចម្លងវាបានប៉ុណ្ណឹងហើយប៉ុន្តែខ្ញុំធ្វើការចម្លងឲ្យវាធ្វើការផ្លាស់ប្ដូរអានេះវាស្របគ្នាណាបាទយើងចង់ធ្វើការផ្លាស់ប្ដូរវាធ្វើបែបម៉េចបាទចូលកន្លែងwindow menu នេះមកយកពាក្យថា clone source របស់យើងនេះចូលកន្លែងនេះហើយកន្លែងនេះបានថាយើងចុចកន្លែងនេះមកធ្វើការត្រឡប់ឲ្យយើងហើយចុចលើវាមួយហើយវានឹងធ្វើការត្រឡប់ឲ្យយើងច្រឡំលើវាដូចគ្នាដែរច្រឡំវាមកបាទជាមួយវាធ្វើការត្រឡប់ឲ្យយើងបែបម៉េចណាឥឡូវខ្ញុំដាក់ទៅនេះចាស់ដាក់ទៅនេះហើយយើងផាត់វាព្រីកមកប្រែធំមកបាទយើងផាត់មកឃើញទេវាធ្វើការត្រឡប់ឲ្យយើងអានេះបែបម្នេះអានេះបែបម្នេះវិញបាទបើយើងដាក់កន្លែងនេះវានឹងធ្វើការត្រឡប់ឲ្យយើងបែបហ្នឹងមួយទៀតខ្ញុំទៅយករូបមួយទៀតមកដើម្បីឧទាហរណ៍បាទឧទាហរណ៍ទៅលើរូបមួយនេះអញ្ចឹងខ្ញុំធ្វើការចម្លងថាកន្លែងនេះឆ្កាវាពិការភ្នែកមួយអញ្ចឹងធ្វើការចម្លងភ្នែកយកមកដាក់នៅនេះវិញអញ្ចឹងយើងធ្វើបែបម៉េចចឹងកន្លែងហ្នឹងតើយើងធ្វើការផ្លាស់ប្ដូរវាបើអត់ធ្វើការដាក់កន្លែងនេះដើម្បីធ្វើការផ្លាស់ប្ដូរវាទេពេលយើងចម្លងទៅឥឡូវយើងប្រើលើហ្នឹងមកពេលយើងចម្លងវាយើងដាក់លើចឹងចុច alt មួយជាប់ចម្លងវាចឹងគឺវាអត់ធ្វើការត្រឡប់ឲ្យយើងទេខ្ញុំដាក់នេះមកចឹងវាអត់ធ្វើការត្រឡប់ឲ្យយើងទេឃើញទេវាអត់ធ្វើការត្រឡប់ឲ្យយើងទេចឹងដេកមកអានេះវាចេះទៅវិញចឹងវាអត់ត្រូវទេចឹងខ្ញុំចង់ឲ្យវាធ្វើការត្រឡប់វាចឹង control C សិនហើយខ្ញុំដាក់កន្លែងហ្នឹងហើយខ្ញុំធ្វើការចម្លងវាម្ដងទៀតអូខេខ្ញុំអូសវាមកចឹងវាធ្វើការត្រឡប់ឲ្យយើងឲ្យវាត្រូវតែម្ដងឃើញទេវាត្រូវគ្នាតែម្ដងហ្នឹងគឺយើងធ្វើការចម្លងវាបែបហ្នឹងអូខេកុំឲ្យវាជ្រុលពេកម្ដងទៀតណាចឹងខ្ញុំបានថ្ងៃស្កាយមួយទៀតបាទហ្នឹងយើងធ្វើការដាក់កន្លែងនេះដើម្បីធ្វើការផ្លាស់ប្ដូរឬក៏ធ្វើការត្រឡប់ឲ្យយើងហ្នឹងគេដាក់ថា flip horizontal បាទ complete កន្លែងហ្នឹងធ្វើការត្រឡប់វាផងប៉ុន្តែបើយើងធ្វើការចម្លងវាឲ្យទៅតាមទម្រង់ស្របដើមគឺអត់អីទេយើងមិនចាំដាក់ទេបាទក៏បានដែរតែដូចជារូបនេះចឹងណាយើងចង់ចម្លងបែបហ្នឹងក៏បានដែរជាបញ្ហាទេបាទតើតើទៅលើ clone step 2 របស់យើងប្រើវាបែបហ្នឹងហើយទៅមើលឧបករណ៍បន្តមកទៀតតើតើទៅលើ pattern បាទទៅលើ pattern step ឥឡូវខ្ញុំបង្កើត document ថ្មីមួយមកហើយខ្ញុំធ្វើការបែបនេះតើតើទៅលើ pattern របស់យើងហ្នឹងគឺយើងធ្វើការគូសទៅតាមទម្រង់អក្សរយើងអាចធ្វើការគូសវាបានទេគូសមកអញ្ចឹងកន្លែងហ្នឹងគឺវាចូលឲ្យយើងអញ្ចឹងបាទអញ្ចឹងកន្លែងនេះខ្ញុំដាក់វាឲ្យច្បាស់យ៉ាងមកខ្ញុំគូសយ៉ាងឃើញទេអញ្ចឹងវាមានទៅតាម pattern កន្លែងហ្នឹងគឺយើងប្រើទៅលើ pattern បណ្ដាជារូបភាពណាបាទនេះ pattern យើងមានច្រើនកន្លែងនេះគឺយើងធ្វើការដំឡើងវាចូលបានដូចគ្នាដែរអញ្ចឹងវាទៅតាមកម្មវិធីដែរ preset នៅក្នុងកម្មវិធីដូចជាមានតិចទេបាទដូចជាពណ៌ gold នេះយើងគូសយ៉ាងមកណាយើងមានតាមទម្រង់ហ្នឹងបាទហើយបើយើងថុចនៅកន្លែងនេះអញ្ចឹងវាលក្ខណៈ smooth ដែរណាលក្ខណៈអញ្ចឹងបាទធ្វើការសរសេរអញ្ចឹងមកយើងមិនសូវប្រើវាប្រហែលទេទៅលើឧបករណ៍នេះបាទប៉ុន្តែបើយើងចង់បានលក្ខណៈថាអក្សរជាលក្ខណៈ pattern បែបហ្នឹងក៏បានដែរបាទនេះយើងគូសវាបើយើងដកកន្លែង impressionist របស់យើងនេះមកយើងដកវាអញ្ចឹងយើងគូសមកវាបានទៅតាមទម្រង់រូបរបស់យើងនេះរូបរបស់យើងហ្នឹងយើងបានទៅតាមទម្រង់បាទប៉ុន្តែបើយើងថិចនៅកន្លែងនេះវាដាក់មកវាចេញជា smooth ឲ្យយើងអញ្ចឹងបាទលក្ខណៈអញ្ចឹងណាអាចសរសេរទៅតាមទម្រង់អញ្ចឹងទៅហើយយើងសរសេរទៅតាមទម្រង់យើងចង់បានបាទឥឡូវទៅហត់ឲ្យយើងសរសេរមកគូអញ្ចឹងមកណាត្រែងណាគូទៀតមកបាទយើងលេង style យ៉ាងមកបាទអាហ្នឹងយើងលេងណាលេងជាក់ស្ដែងយ៉ាងមកឬមួយទៀតយើងធ្វើអញ្ចេះហ្មងទៅដើម្បីងាយស្រួលក្នុងការតម្រង់វាឥឡូវខ្ញុំដូរវាចាស់ដូរវាបានទេបានតែយើងដូរបានយើងមិនប្រើបានតែតម្រង់មួយទេឥឡូវខ្ញុំដកកន្លែង impression នេះវាមក
ដល់កន្លែង impressionist បាទដល់កន្លែងហ្នឹងមកហើយខ្ញុំដកវាខ្ញុំគូវាចេះកន្លែងហ្នឹងមួយឥឡូវយើងបង្កើត layer វាមួយសិនដើម្បីងាយស្រួលក្នុងការសម្រួលវាបង្កើត layer វាមួយខ្ញុំគូសវាចឹងមកបាទហ្នឹងមួយបង្កើត layer មួយទៀតខ្ញុំដាក់វាស្អាតបង្កើត layer មួយទៀតខ្ញុំដាក់វាជាងរអញ្ចឹងទៅបង្កើត layer មួយទៀតដាក់វាសអញ្ចឹងណាបាទយ៉ាជើងសអញ្ចឹងដាក់ឲ្យស្អាតមកបាទហើយយើងអាចធ្វើការសម្រួលវាបានឃើញទេជើងរទាញវាមកវាណាអានេះយើងចង់ឲ្យវាស្មើចឹងបានណាជាងរស្អែលយើងនេះយើងសម្រួលវាបានបន្ថែមទៀតណាបាទគឺវាងាយបែបហ្នឹងបាទអញ្ចឹងតើតឹងទៅលើឧបករណ៍clone step 2ហើយនិង pattern step 2គឺយើងប្រើវាបែបនេះហើយតើតឹងកន្លែង pattern step នេះគឺយើងអាចធ្វើការដំឡើងទៅលើ preset ចូលមកបានដូចគ្នាដែរឥឡូវយើងធ្វើការដំឡើងយក click កន្លែង setting នេះយកវាថា import pattern មកគឺយើងចូលបានដូចគ្នាដែរបាទតើតឹងទៅលើ pattern របស់យើងឬក៏មួយទៀតយើងទៅលើ website យើង search មកនេះ pattern go យើងអាចធ្វើការ download ពីហ្នឹងហើយយើងធ្វើការដំឡើងវាបានដូចគ្នាដែរបាទក្នុងការដំឡើងឬក៏ download ដូចជាពិបាកទេដូចជាតម្រងយើងមើលតម្រងមួយណាទៅបាទតម្រងនេះជា Premiere យើងអាចទេទិញវាហ្នឹងបាទយើងមើលតម្រងមួយនេះមើលបាទយើងក៏ចុច download មកគឺបានដែរអញ្ចឹងយើងប្រើ website free ចឹងហើយវាតែងតែមានពាណិជ្ជកម្មមកញ៉ៃញ៉ៃបាទខ្វាយមកវានឹងចូលឲ្យយើងណាបាទនេះយើងពលាវាមកបាទយើងពលាវាឬក៏ click លើវាក៏បានដែរវាចូលតែម្ដងចូលមកក្នុងកម្មវិធីយើងមកមើលមានអត់មើលក្រោមវាមកនេះឃើញទេយើងមកប្រើវាមកប្រើវាមកកាត់ layer វាមួយសិនកាត់ layer វាមួយមកយើងប្រើវាមកនេះអូខេតាមតម្រងយើងចង់បានហ្នឹងទៅបាទយើងអាចធ្វើការដំឡើងបែបហ្នឹងចុច click លើវាពីរដងក៏ដំឡើងបានយកកន្លែង import នេះ setting យកទៅ import pattern មកក៏បានដូចគ្នាដែរបាទយើងទាញវាចូលមកបានដូចគ្នាដែរណាតាមតម្រងគឺយើងចង់បានយើងមកមើលនេះខំគេនេះបាទណាបាទបើចង់ឲ្យវា smooth យកកន្លែង impressionist របស់យើងនេះមកបាទវានឹង smooth ហើយណាតាមតម្រងអញ្ចឹងទៅបាទអញ្ចឹងនៅក្នុងវីដេអូរបស់យើងមានតែប៉ុណ្្នឹងទេហើយយើងជួបគ្នានៅក្នុងវីដេអូបន្តទៀតសូមអរគុណ